នាងគ្រាន់តែជាក្មេងឈឺស្គមស្កាំងដែលរងរបួសឆ្អឹងតើមានសិទ្ធិអ្វីមកជន់ក្បាលខ្ញុំដើម្បីធ្វើជាសិស្សរបស់លោកគ្រូយ៉នកេកឈ្មោះដែលខ្ញុំឈោខេងយ៉ូខំសាំងមកត្រូវបំផ្លាញអស់ហើយខេងយ៉ូកុំតាន់អើខឹងអីនាងស្រីថោកទាបម្នាក់នេះឥឡូវមានលោកគ្រូយ៉នជាខ្នងបង្អែកយើងពិតជាមិនអាចប៉ះពាល់នាងដោយងាយបានទេចុះបើជានាងបាត់បង់ព្រំចារីមុនរៀបការឬក៏ជួបក្រុមចោរប្លន់នៅខាងក្រៅហើយជួបគ្រោះថ្នាក់ស្លាប់ទៅវិញនោះអ្នកចង់មានន័យថាម៉េចរាល់ថ្ងៃទី1ខែតាមច័ន្ទគិតលោកយាយតែងតែរៀបចំឲ្យស្រីក្នុងផ្ទះទៅសុំពរនៅវត្តហានឈិនក្រៅក្រុងអ្នកមីងនៅពេលដែលនាងក្លាយជាសាកសពដ៏អភ័ព្វម្នាក់ទ្រព្យសម្បត្តិរាប់លានដំឡឹងរបស់ត្រកូលលេងវានឹងនៅតែជារបស់អ្នកដដែល3000ដំឡឹងឈូខេងយ៉ូអ្នកមានចិត្តសប្បុរសម្នាក់នេះមិនត្រឹមតែមកឲ្យគេសម្លាប់ទេថែមទាំងជូនកាក់មាសខ្ញុំច្រើនទៀតពិតជាគួរសំពេចហើយមានលុយចំនួននេះហើយគម្រោងខ្លាចជាអ្នកមានបំផុតរបស់យើងនឹងអាចសម្រេចបានក្នុងពេលឆាប់នេះប្អូនស្រីហ្វាយយូពេលដែលប្អូនសូត្រកំណាព្យឲ្យនៅសួនខាងក្រោយមិញមើលទៅដូចជាទេពធីតាដែលចុះមកពីឋានសួគ៌អញ្ចឹងប្អូនមិនបានឃើញទេបងជីដូនមួយស៊ូខឹងរហូតមាត់វិចអស់ហើយបងមើលចុះថ្ងៃនេះខ្ញុំធ្វើបានល្អម្លេះតើមានរង្វាន់ឲ្យខ្ញុំទេបានហើយថ្ងៃនេះអាចឈ្នះបានក៏ព្រោះតែបងបានជួយភ្នាល់ដែរអរគុណច្រើនសូមបងត្រឡប់ទៅវិញចុះមិញនេះនៅល្អសោះចុះហេតុអ្វីបានជាបណ្ដេញខ្ញុំចេញទៀតហើយតើខ្ញុំធ្វើអ្វីខុសឲ្យអ្នកមិនសប្បាយចិត្តមែនទេអ្នកមិនបានធ្វើអ្វីខុសទេប៉ុន្តែពេលនេះខ្ញុំគិតតែពីរឿងរកលុយដើម្បីក្លាយជាអ្នកមានបំផុតប្អូនស្រីហ្វាយយូតើអ្នកនៅមិនទាន់ដឹងពីចិត្តរបស់ខ្ញុំទៀតឬខ្ញុំស្រឡាញ់អ្នកខ្ញុំចង់រៀបការជាមួយអ្នកបើអ្នកគិតថាខ្ញុំធ្វើអ្វីមិនល្អត្រង់ណាគ្រាន់តែអ្នកប្រាប់មកខ្ញុំនឹងកែប្រែវិញមិនបានឬស្រឡាញ់ខ្ញុំតើការស្រឡាញ់អាចយកមកហូបជំនួសបាយបានទេការនិយាយរឿងស្នេហាវាខាតលុយណាស់ខ្ញុំត្រូវតែផ្លាស់ប្ដូរវាសនាដែលត្រូវស្លាប់របស់ម្ចាស់ដើមរួចត្រឡប់ទៅសម័យទំនើបវិញអ្នកមកសម្ដែងរឿងកំសត់អ្វីជាមួយខ្ញុំនៅទីនេះខ្ញុំកំពុងរាប់លុយអ្នកដឹងទេអ្នកមិនមែនជាប្រភេទស្វាមីក្នុងក្តីស្រមៃរបស់ខ្ញុំទេខ្ញុំប្រកាសជាធ្វើឲ្យអ្នកចាប់ចិត្តលើខ្ញុំឲ្យបាន Choir ប្រាប់ខ្ញុំមកឲ្យលឿនមកតើអ្នកនាងរបស់អ្នកពិតជាចូលចិត្តបរិះបែបណាទៅចុះអ្នកនាងខ្ញុំចូលចិត្តមនុស្សបែបណាទៅវិញតើខ្ញុំនឹងដឹងបានយ៉ាងម៉េចទៅChoir ល្អរបស់ខ្ញុំអ្នកជួយគិតឲ្យបានល្អិតល្អន់បន្តិចមកឲ្យតែអ្នកព្រមបង្ហាញប្រាប់ខ្ញុំបន្តិចថ្ងៃក្រោយខ្ញុំនឹងមិនឲ្យអ្នកខាត់បងឡើយលោកប្រុសចេនរឿងដែលអ្នកនាងចូលចិត្តបរិះបែបណានោះខ្ញុំម្ចាស់ពិតជាមិនដឹងមែនប៉ុន្តែខ្ញុំម្ចាស់ធ្លាប់ពីគេនិយាយថាអ្នកនាងមិញនេះនៅមាត់ទ្វារលោកប្រុសចេនគាត់ហាក់ដូចជាមិនសូវនឹងងហើយមករកនាងខ្ញុំគាត់ចេះតែសួរថាអ្នកនាងចូលចិត្តបរិះបែបណាថែមទាំងបានញាត់ប្រាក់ដុំនេះមកឲ្យនាងខ្ញុំដើម្បីបិទមាត់ទៀតផងចុះនាងឆ្លើយគាត់ថាដូចម្ដេចទៅនាងខ្ញុំឆ្លើយថាពេលនេះអ្នកនាងគិតតែពីចង់ខ្លាយជាអ្នកមានបំផុតហើយស្អប់បំផុតពួកអ្នកដែលមិនធ្វើការងារអ្វីគឺចូលចិត្តតែពួកអ្នកដែលចេះបម្រើគេនិងចេះរៀបចំខ្លួនបែបកំដរខ្ញុំមិនអីទេរយៈពេលនេះខ្ញុំលួចព្យាបាលខ្លួនឯងរាងកាយនេះក៏ជាសះស្បើយស្ទើរតែទាំងស្រុងហើយនាងក្មេងនេះពិតជាហ៊ាននិយាយគ្រប់យ៉ាងមែនផែនការខ្លាយជាអ្នកមានបំផុតរបស់យើងគួរតែចាប់ផ្ដើមបានហើយ